នេះជាមូលហេតុភ្នំពេញក្រោនបានកៅអីវគ្គចែកពូលដោយមិនបាច់ជំរុះពានលំដាប់ទី3ក្លឹបភ្នំពេញក្រោនទីបំផុតក៏ទទួលបានសិទ្ធិចូលរួមប្រកួតដោយក្លឹបព្រះខ័នរាជស្វាយរៀងផងដែរក្នុងវគ្គចែកពូលពានរង្វាន់ក្លឹបបាល់ទាត់លំដាប់ទី3ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាល 2025-2026 នេះបើយោងតាមស្ថាប័ន Footy Ranking ដែលគេស្គាល់ថាជាស្ថាប័នដែលជិតស្និទ្ធជាមួយនឹង AFCតាមពិតទៅដើមឡើយនារដូវកាល 2025-2026 នេះក្លឹបរបស់កម្ពុជាត្រូវទទួលបានតែមួយកៅអីប៉ុណ្ណោះក្នុងពានរង្វាន់ខាងលើនេះនោះគឺព្រះខ័នរាជស្វាយរៀងដែលជាម្ចាស់ជើងឯកលីកកំពូលកម្ពុជាប៉ុន្តែក្រោយពេលដែលសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីឬហៅកាត់ថា AFC ប្រកាសពីការទទួលស្គាល់អាជ្ញាប័ណ្ណក្លឹប AFC Licensing ប្រចាំឆ្នាំ 2025-2026 ជាផ្លូវការកាលពីរសៀលថ្ងៃទី5មិថុនារួចមកគេក៏ឃើញថាក្លឹបនៃប្រទេសកូរ៉េខាងជើងពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលត្រូវទទួលអាជ្ញាប័ណ្ណក្លឹបនោះឡើយដូច្នេះកៅអីក៏ត្រូវបានប្រគល់ឲ្យទៅប្រទេសផ្សេងហើយប្រទេសផ្សេងនោះគឺកម្ពុជាតែម្ដងមូលហេតុដែលបានមកក្រុមរបស់កម្ពុជាគឺយោងតាមបទបញ្ញត្តិនៃការចូលរួមប្រកួតពានរង្វាន់ក្លឹប AFC ត្រង់កថាខណ្ឌ 3.17.1 កម្មវត្ថុនៃមាត្រា 3.19 និង 3.20 កៅអីមួយណាដែលត្រូវបានដកហូតនិងត្រូវបែងចែកឡើងវិញទៅកាន់សហព័ន្ធជាសមាជិកដែលមានសិទ្ធិខ្ពស់បំផុតក្នុងចំណាត់ថ្នាក់នៅតំបន់រួមគ្នានៃ AFC Club Competition ដូច្នេះករណីនៅក្នុងពានរង្វាន់លំដាប់ទី3 AFC Challenge League ការបែងចែកឡើងវិញនៅកៅអីបែបនេះត្រូវបានស្ថិតក្នុងចំណោមសហព័ន្ធដែលជាសមាជិកជាប់ចំណាត់ថ្នាក់លេខ13ក្នុងចំណាត់ថ្នាក់រួមនៅតំបន់អាស៊ីភាគខាងកើតគិតក្នុងចំណាត់ថ្នាក់ក្លឹបសម្រាប់រដូវកាល 2025-2026 ដូច្នេះកៅអីផ្ទាល់របស់កូរ៉េខាងជើងត្រូវបានបែងចែកមកកម្ពុជាវិញដែលស្ថិតនៅលេខ13ហើយវាត្រូវបានទៅក្លឹបមកពីកម្ពុជាថ្មីមួយទៀតនោះគឺភ្នំពេញក្រោនទាំងអស់នេះដោយគិតចំណាត់ថ្នាក់ក្លឹបនៅឆ្នាំ 2025-2026 ប៉ុណ្ណោះគ្រប់យ៉ាងដែលថាក្រុមទាំងពីរបានលេងគឺស្ទើរតែ 100% ទៅហើយដែលយើងរងចាំតែការប្រកាសជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីមួយជំហានទៀតតែប៉ុណ្ណោះPig Sport ក៏ចង់ធ្វើការបញ្ជាក់ដើម្បីកុំឲ្យបងប្អូនមានការភ័ន្តច្រឡំផងដែរសម្រាប់រដូវកាលក្រោយមួយទៀតឬរដូវកាល 2026-2027 ក្លឹបរបស់កម្ពុជាដែលក្រោយក្លឹបព្រះខ័នរាជស្វាយរៀងបញ្ចប់ការប្រកួតពានលំដាប់ទី3រដូវកាល 2024-2025 ដោយបានជើងឯករងនោះបានសន្សំពិន្ទុបានច្រើនផងដែរនាំឲ្យបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ23ជាចំណាត់ថ្នាក់រួមនិងលេខ10ក្នុងតំបន់អាស៊ីភាគខាងកើតចំណាត់ថ្នាក់នេះបានសេចក្តីថាក្លឹបរបស់កម្ពុជាចំនួន2នឹងបានលេងពានរង្វាន់ក្លឹបលំដាប់ទី2ប្រចាំទ្វីបអាស៊ី AFC Champions League 2នៅឆ្នាំក្រោយមួយទៀតដោយមួយក្លឹបទទួលបានកៅអីវគ្គចែកពូលផ្ទាល់និងមួយក្លឹបទៀតត្រូវប្រកួតជម្រុះដោយគ្មានការសង្ស័យសរុបមកវិញរដូវកាលថ្មីដែលឈានចូលមកដល់នាខែសីហាឆ្នាំ2025ខាងមុខនេះហើយបញ្ចប់ទៅវិញនៅខែឧសភាឆ្នាំ2026ក្លឹបកម្ពុជាចំនួន2លេងពានលំដាប់ទី3គឺព្រះខ័នរាជស្វាយរៀងនិងភ្នំពេញក្រោនហើយរងចាំដល់រដូវកាលក្រោយមួយទៀតនាខែសីហាឆ្នាំ2026ហើយបញ្ចប់ទៅនៅខែឧសភាឆ្នាំ2027ទើបក្លឹបរបស់កម្ពុជាចំនួន2ប្រកួតក្នុងពានលំដាប់ទី2ដែលយើងមិនទាន់ដឹងថាក្រុមណានៅឡើយនោះទេជាមួយទ្រូហូមមិនថ្លៃដូចបងប្អូនគិតនោះទេសំខាន់មានប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនថែមទៀតសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ093 999 និង393